ស្វាគមន៍មកកាន់ថ្នាក់ទី12នៃវិទ្យាល័យហ៊ុនសែនអូរ៉ាំងអ៊ូវប្រភេទរឿងអត្ថបទល្ខោនបាសាក់ចលនាខេមរនិយមអ្នកនិពន្ធលោកទីជីហួតការបរិច្ឆេទនៅឆ្នាំ1983សង្គមបរិយាកាសដំណើររឿងប្រព្រឹត្តទៅក្នុងសម័យឧត្តមក្នុងរជ្ជកាលព្រះបាទជ័យជេស្តា1575ដល់1593គឺនៅពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្ទ្រាននាយីពីបរទេសនិងទំនាស់ផ្ទៃក្នុងព្រះរាជវាំងឥឡូវយើងមកធ្វើការស្ដាប់អំពីដំណើរនៃរឿងតេជោយ៉តនៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាមានយាជាអុកញ៉ាតេជោបរមរាជតែគេហៅថាតេជោមាលោកមានភរិយាឈ្មោះស្រែនមានយាជាជំទាវនិងសិស្សឈ្មោះយ៉តដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែងស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់យ៉តជាពន់ពេកស្ដេចសម្រែបានតាំងខ្លួនឯងថាស្ដេចសម្រែរាជាធិរាជបានតាំងទីកងទ័ពនៅកំពង់ហៅកំពង់ឆ្នាំងដោយបានរៀបចំមន្ទីរមួយឲ្យឈ្មោះថាមន្ទីរនគរស្ដេចសម្រែជាមេក្រុងបាបោប្រឆាំងនឹងស្ដេចព្រះជ័យជេស្តាដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដីតេជោមានិងយ៉តបានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុងបាបោនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យជំទាវបានរៀបចំល្បិចបញ្ឆោតឲ្យស្ដេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាងហើយបង្អកស្រារហូតដល់ស្រវឹងស្ដេចសម្រែនិងបពួកត្រូវបានតេជោមាយ៉តនិងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យជេស្តាកាត់ទោសតាមច្បាប់នគរក្រោយពីទទួលបានជោគជ័យលើស្ដេចសម្រែរួចមកតេជោមាបានទទួលអនិច្ចកម្មទៅដោយសារត្រូវស្ដេចសម្រែវាយត្រូវពេលកំពុងប្រយុទ្ធព្រះរាជាក៏ប្រទានយាននោះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំទ័ពជំនួសតេជោយ៉តបានទទួលរាជបញ្ជានិងដើរអាជ្ញាសឹកទៅបង្ក្រាបពួកឆ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់ឆ្លងតាមបទពិសោធន៍របស់អុកញ៉ាចក្រីនិងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឆ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្ដាលមកពីមានខ្មាំងនៅពីក្រោយខ្នងតេជោយ៉តបានបញ្ជាកេណ្ឌទ័ពទៅលង្វែកកំពង់ស្វាយក្នុងនោះមានមើលចៃចង្រៈដែលជាប្អូនថ្លៃមហាក្សត្រផងដែរដើម្បីរកខ្មាំងខាងក្រោយខ្នងតេជោយ៉តបានបញ្ជាឲ្យទ័ពកំណែនទាំងអស់អស់ឫស្សីបញ្ច្រាស់ចុងដើម្បីកសាងមន្ទីរបាននរណាប្រឆាំងត្រូវសម្លាប់ចោលបកពួកមើលចៃចង្រៈមិនបានធ្វើតាមបញ្ជានេះឡើយហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណោកនិងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចកំណែននេះត្រូវតេជោយ៉តរកឃើញថាមើលចៃចង្រៈនេះឯងជាខ្មាំងពីក្រោយហើយក៏ចាប់ទៅសម្លាប់ចោលទៅក្រោយពីបានទទួលដំណឹងថាប្អូនស្លាប់អ្នកម្នាងបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិតព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងតែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោររួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯងដោយការទទួលសុំរបស់អ្នកម្នាងខ្លាំងពេកព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនោះពេលកំពុងជជែកគ្នានោះតេជោយ៉តបានចាត់ប្រកាន់ថាអ្នកម្នាងនោះជាខ្មាំងពីក្រោយខ្នងព្រោះបានរំខានខ្លួនធ្វើសឹកបើកឱកាសឲ្យសត្រូវវាយលុកនិងទទួលសំណូកដើម្បីការពារបកពួកមើលចៃចង្រៈធ្វើឲ្យកងទ័ពបាក់ស្មារតីហើយក៏ពុកកោតដាវសម្រាប់អ្នកម្នាងនោះពេលនោះទៅតេជោយ៉តប្រកាសជំរាបជូនមន្ត្រីទាំងនោះថាចង់បង្ក្រាបសត្រូវរួចនឹងមកទទួលទោសពីព្រះអង្គដោយខ្លួនឯងការបង្ក្រាបឆ្លើយសៀមបះបោរបានទទួលជោគជ័យតេជោយ៉តឲ្យគេធ្វើឃ្នាងហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនោះព្រះរាជាមិនឲ្យចូលជួបរួចបញ្ជាឲ្យមន្ត្រីដោះលែងនិងឲ្យត្រួតត្រានៅខេត្តកំពង់ស្វាយតេជោយ៉តបានគួចចិត្តបងប្រាថ្នាយកជំទាវស្រែនមកធ្វើជាភរិយាតែមិនបានសម្រេចទេព្រោះជំទាវបានគិតថាយ៉តជាជនជាតិភាគតិចហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ
ដោយសង្កេតឃើញជំទាវរើសអើងវណ្ណៈបែបនេះតេជោយ៉តបានប្រើល្បិចលួចយកកម្មចិន្តាផ្ទះជំទាវស្រែតមកឲ្យជាងឆ្លាក់ជារូបព្រះពុទ្ធបដិមានិងរូបតេជោមាសហើយប្រកាសធ្វើបន់យ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួនជំទាវស្រែនបានទៅចូលរួមពិធីនេះហើយថ្វាយបង្គំព្រះពុទ្ធបដិមានិងរូបសំណាកតេជោមាសនោះតែត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកម្មចិន្តាផ្ទះរបស់ខ្លួនឯងគ្រានោះជំទាវស្រែនយកពីន័យនៃទង្វើរបស់តេជោយ៉តហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅតួអង្គក្នុងរឿងតេជោមាសយ៉តជំទាវស្រែនព្រះចៅជ័យចេស្តាអ្នកមនាងនូស្ដេចសំរែអុកញ៉ាពិភាអុកញ៉ាព្រះស្រីទ្វាប្រសាទតបនាងម៉ៃនាយឆិតមើលចៃចង្រៈប្រធានរឿងវីរភាពរបស់បុព្វបុរសខ្មែរក្នុងបុព្វហេតុជាតិមាតុភូមិក៏ដូចជាព្រះមហាក្សត្រក្នុងកិច្ចការពារបូរណភាពទឹកដីតេជោយ៉តជាតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧត្តមដែលមានគំនិតស្រឡាញ់ជាតិលើកតម្កើងជាតិនិងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិដែលទង្វើនេះជាគំរូមួយគួរជាទីមោទនៈនិងស្កប់ស្កែងក្រៃលែងមូលបញ្ហាការបោះបោរបស់ស្ដេចសម្រែភាពឆ្លៀសវៃរបស់ស្ត្រីជំទាវស្រែនការបោះសម្អាតខ្មាំងក្រោយខ្នងសេចក្តីស្នេហារបស់តេជោយ៉តនិងជំទាវស្រែនឧត្តមគតិរឿងបណ្ដុះស្មារតីដល់កូនខ្មែរគ្រប់រូបឲ្យមានឆន្ទៈទឹកចិត្តស្រឡាញ់និងការការពារជាតិមាតុភូមិមានទំនួលខុសត្រូវចំពោះភារកិច្ចចូលរួមលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គមកុំប្រកាន់វណ្ណៈរើសអើងពូជសាសន៍ចេះដងគុណនិងតបគុណចំពោះអ្នកមានគុណប្រើចំណេះវិជ្ជានៅក្នុងផ្លូវត្រូវយកសមត្ថភាពដែលខ្លួនមានចូលរួមកសាងសង្គមជាតិសន្និដ្ឋានតាមរយៈរឿងតេជោយ៉តយើងអាចសន្និដ្ឋានបានថារឿងនេះគឺមានបង្កប់នូវតម្លៃអប់រំយ៉ាងជ្រាលជ្រៅចំពោះអ្នកអានអ្នកសិក្សាក៏ដូចជាមហាជនទូទៅអ្វីត្បិតតែរឿងនេះបានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាសម័យឧត្តមក៏ពិតមែនតែវាបានផ្ដល់នូវពុទ្ធិល្អៗជាច្រើនក្នុងការត្រិះរិះពិចារណាពីទង្វើឬសកម្មភាពរបស់មនុស្សនៅក្នុងសង្គមបន្ថែមនេះទៀតដំណើររឿងនេះបានបង្ហាញពីភាពអង់អាចក្លាហានរបស់ស្ត្រីមួយរូបដែលបានចូលរួមនៅក្នុងការកម្ចាត់ជនក្បត់បានដូចបុរសដែរអត្ថបទរឿងល្ខោនបាសាក់នេះបានលាតត្រដាងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងសម័យឧត្តមនិងទឹកចិត្តស្នេហាជាតិរបស់មេទ័ពខ្មែរដែលពោរពេញដោយសេចក្តីអង់អាចក្លាហានហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិក្នុងការកម្ចាត់ជនក្បត់ជាតិក៏ដូចជាជនឈ្លានពានទឹកដីប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺស្នាដៃនិពន្ធរបស់លោកទីជីហួតមួយនេះបានបញ្ជាក់ឲ្យឃើញពីការឲ្យតម្លៃលើសិល្បៈល្ខោនបាសាក់ដែលជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យសម្រាប់ទុកជាមរតកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់និងយល់ពីសិល្បៈវប្បធម៌របស់ជាតិខ្លួន។